មិនដឹងថា microphone របស់ admin កើតជំងឺស្អីនោះទេពេល record ទៅសំឡេងពិបាកស្ដាប់មែនទែនបើភាគទី3នេះអ្នកទាំងអស់គ្នាមានអារម្មណ៍ថាពិបាកស្ដាប់ឲ្យ admin សណ្ដែកខៀវសុំទោសផងហើយកុំភ្លេចចុច subscribe channel សណ្ដែកខៀវម្នាក់មួយផង admin ជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អនិងរៀនពូកែអញ្ចឹងពេលនេះយើងមកបន្តសាច់រឿង Midoriya ភាគទី3បន្តទៀតបន្ទាប់ពីលោកគ្រូ Izawa Sensei បានប្រកាសថាសិស្សដែលមានចំណាក់ថ្នាក់ទាបបំផុតអាចត្រូវបណ្តេញចេញពីសាលាភ្លាមៗសម្រាប់ Midoriya ដែលមិនទាន់ចេះគ្រប់គ្រងថាមពល One for All នេះគឺជាបញ្ហាដ៏ធំមួយរបស់គេការសាកល្បងសមត្ថភាពក៏ចាប់ផ្ដើមសិស្សថ្នាក់ 1A ទាំងអស់ត្រូវចូលរួមការសាកល្បងមួយនេះដែលកម្មវិធីសាកល្បងសមត្ថភាពនេះមានជាច្រើនដូចជារត់50ម៉ែត្រលោតចម្ងាយចាប់ដៃកម្លាំងរត់ចម្ងាយឆ្ងាយបោះបាល់ឲ្យឆ្ងាយគោលបំណងរបស់លោកគ្រូ Izawa Sensei គឺវាស់សមត្ថភាពពិតរបស់សិស្សម្នាក់ៗបាកុកនៅតែបង្ហាញថាគេគឺជាសិស្សខ្លាំងម្នាក់នៅក្នុងថ្នាក់ពេលបោះបាល់គេប្រើថាមពលផ្ទុះរបស់ខ្លួនធ្វើឲ្យបាល់ហោះទៅឆ្ងាយបានចម្ងាយជាង700ម៉ែត្រសិស្សជាច្រើនគឺភ្ញាក់ផ្អើលនឹងកម្លាំងរបស់គេមែនទែនខណៈពេលដែលសាកល្បងបន្ត Midoriya នៅតែបារម្ភប្រើសិនគេប្រើថាមពល One for All ពេញកម្លាំងឆ្អឹងរបស់គេនឹងបាក់ម្ដងទៀតប៉ុន្តែបើមិនប្រើទេគេនឹងទទួលបានបន្ទុកទៀតហើយនឹងអាចត្រូវបណ្តេញចេញពីសាលាភ្លាមៗទីបំផុតដល់វេនគេបោះបាល់ Izawa ប្រាប់ Midoriya ថាបើ Midoriya មិនប្រើថាមពលរបស់គេទេ Midoriya គ្មានសិទ្ធិខ្លាចជាវីរបុរសឡើយដែលពាក្យនេះហើយធ្វើឲ្យ Midoriya មានសម្ពាធមួយកម្រិតទៀតប៉ុន្តែ Midoriya ក៏ចាប់ផ្ដើមគិតយ៉ាងលឿនការប្រឡងចូលសាលា UA គេប្រើថាមពលលើដៃហើយធ្វើឲ្យបាក់ដៃប៉ុន្តែពេលនេះបើគេចង់ខ្លាចជាវីរបុរសគេត្រូវរៀនប្រើថាមពលដោយឆ្លាតវៃជាងមុននៅវិនាទីចុងក្រោយ Midoriya សម្រេចប្រមូលថាមពល One for All ចូលម្រាមដៃតែមួយ Midoriya បោះបាល់ឡើងលើអាកាសបន្ទាប់មកគេប្រើថាមពល One for All លើម្រាមដៃកូនរលកខ្យល់ដ៏ខ្លាំងបានផ្ទុះចេញបាល់ហោះទៅឆ្ងាយជាង700ម៉ែត្រប៉ុន្តែរាងកាយរបស់គេវិញគឺមានតែម្រាមដៃមួយប៉ុណ្ណោះដែលបាក់នេះគឺជាលើកដំបូងដែល Midoriya ប្រើថាមពល One for All ដោយមិនបំផ្លាញរាងកាយគេទាំងមូលក្រោយការសាកល្បងចប់ Izawa Sensei បង្ហាញលទ្ធផលចំណាក់ថ្នាក់ Midoriya ស្ថិតនៅលេខ20ដែលជាចំណាក់ថ្នាក់ចុងក្រោយសិស្សទាំងអស់គិតថាគេនឹងត្រូវបណ្តេញចេញប៉ុន្តែ Izawa Sensei ប្រាប់ថារឿងបណ្តេញចេញគ្រាន់តែជាការសាកល្បងផ្លូវចិត្តតែប៉ុណ្ណោះគាត់ចង់ដឹងថាសិស្សណាដែលអាចប្រឹងប្រែងក្រោមសម្ពាធមួយនេះទោះបីជា Midoriya ជាប់លេខចុងក្រោយគេក៏ដោយ Midoriya បង្ហាញថាគេអាចរកវិធីដែលប្រើថាមពលរបស់ខ្លួនបាននេះបានធ្វើឲ្យ Izawa Sensei ចាប់អារម្មណ៍លើសក្តានុពលរបស់គេចំណែកបាកុកវិញក៏ចាប់ផ្ដើមដឹងថា Midoriya មិនមែនជាក្មេងខ្សោយដូចមុនទៀតឡើយ Midoriya បានរួចផុតពីការបណ្តេញចេញពីសាលាបន្ទាប់ពីឆ្លងកាត់ការសាកល្បងដ៏លំបាករបស់ Izawa Sensei សិស្សថ្នាក់ 1A ទីបំផុតបានចាប់ផ្ដើមមេរៀនវីរបុរសពិតប្រាកដប៉ុន្តែសម្រាប់ Midoriya បញ្ហាធំបំផុតមិនមែនជាមេរៀននោះទេគឺជាការតម្រូវឲ្យប្រឈមមុខជាមួយបាកុកម្ដងទៀតមិត្តកុមារភាពដែលធ្លាប់មើលងាយគេនឹងធ្វើបាបគេអស់ជាច្រើនឆ្នាំនៅថ្ងៃនេះអមៃបានចូលមកបង្រៀនថ្នាក់ដោយផ្ទាល់សិស្សទាំងអស់រំភើបខ្លាំងព្រោះវីរបុរសលេខ1ចូលមកបង្រៀនពួកគេហើយមេរៀនសម្រាប់ថ្ងៃនេះគឺ Hero vs Villain Battle Training សិស្សទាំងអស់មកទទួលឈុតវីរបុរសដែលពួកគេបានរចនាដោយខ្លួនឯង Midoriya ពាក់ឈុតបៃតងដែលទទួលការផុសគំនិតពីអមៃអូរ៉ារ៉ាកានិងលីដាមើលទៅដូចជាវីរបុរសពិតៗផងដែរអមៃចាប់ផ្ដើមចាប់ឆ្នោតបែងចែកជាក្រុមចំណែកឯក្រុម Villain វិញគឺមានបាកុកនិងលីដាបេសកកម្មរបស់ Hero គឺស្វែងរកនិងការពារគ្រាប់បែកនៅក្នុងអគារចំណែកឯក្រុម Villain វិញត្រូវការពារពីការវាយលុកនៅពេលដឹងថាត្រូវប្រយុទ្ធជាមួយ Midoriya បាកុកខឹងយ៉ាងខ្លាំងគេមិនយល់ថាហេតុអ្វីបានជា Midoriya ដែលក្មេងធ្លាប់គ្មានថាមពលសោះអាចចូលរៀនសាលា UA បានគេជឿថា Midoriya កំពុងលាក់អ្វីមួយពីគេ Midoriya និងអូរ៉ារ៉ាកាចូលទៅក្នុងអគារ Midoriya ដឹងថាបាកុកនឹងតាមប្រមាញ់គេជាមុនដោយដែលបានគិតពិតមែនបាកុកបានវាយប្រហារភ្លាមៗដោយមិនស្ទាក់ស្ទើរការផ្ទុះដ៏ខ្លាំងបានបំផ្លាញជញ្ជាំងជុំវិញបាកុកបញ្ចេញកំហឹងដែលសន្សំទុកជាច្រើនឆ្នាំគេបន្តវាយ Midoriya ម្ដងហើយម្ដងទៀតប៉ុន្តែ Midoriya មិនដូចការពីក្មេងកុមារភាពទេជំនួសឲ្យពីការភ័យខ្លាចគេបានព្យាយាមគេចពីស្គីរបស់បាកុកដោយដែលធ្លាប់សិក្សាពីវីរបុរសកន្លងមក Midoriya រកឃើញច្រឡោះប្រហោងក្នុងការវាយប្រហារបាកុកគេប្រមូលថាមពល One for All ចូលទៅក្នុងដៃរបស់ខ្លួនហើយក៏បានវាយទៅបាកុកយ៉ាងខ្លាំងរលកខ្យល់ដ៏ខ្លាំងបានផ្ទុះពេញអគារបាកុកភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនេះមិនមែនជា
កម្លាំងដែលគេធ្លាប់ស្គាល់មីដូរីយ៉ាឡើយប៉ុន្តែដោយធម្មតាដៃរបស់មីដូរីយ៉ាក៏របួសធ្ងន់ម្ដងទៀតខណៈមីដូរីយ៉ាតាក់ទាញបាកូកុកឲ្យរវល់អូរ៉ារ៉ាកាបានលួចឡើងទៅជាន់ខាងលើនាងប្រឈមគ្នាជាមួយនឹងលីដាដែលកំពុងការពារក្របបែកអូរ៉ារ៉ាកាប្រើធម៌ពលរបស់នាងដោយឆ្លាតវៃដើម្បីគេចពីលីដានិងទៅប៉ះក្របបែកបានយ៉ាងជោគជ័យនៅពេលអូរ៉ារ៉ាកាប៉ះក្របបែកអមម៉ៃប្រកាសថាក្រុមហេរ៉ូជាអ្នកឈ្នះមីដូរីយ៉ានិងអូរ៉ារ៉ាកាបានបំពេញបេសកកម្មដោយជោគជ័យបន្ទាប់ពីការប្រកួតរួចបាកូកុកមិនអាចទទួលយកលទ្ធផលបាននោះទេគេសង្កេតឃើញថាមីដូរីយ៉ាមានធម៌ពលដ៏ខ្លាំងមិនធម្មតាសំណួរក៏ចាប់ផ្ដើមចូលទៅក្នុងចិត្តរបស់គេតើមីដូរីយ៉ាទទួលធម៌ពលនេះបានមកពីណាបន្ទាប់ពីការប្រកួតវីលៀនជាមួយហេរ៉ូបានបញ្ចប់បាកូកុកមិនអាចទទួលយកលទ្ធផលបរាជ័យរបស់ខ្លួនបានឡើយក្មេងប្រុសដែលគេធ្លាប់មើលងាយអស់ជាច្រើនឆ្នាំឥឡូវនេះកំពុងដើរតាមផ្លូវដូចគ្នាជាមួយគេបន្ទាប់ពីការប្រកួតចប់អមម៉ៃនិងអ៊ីសាវ៉ាសេនសេបានវិភាគការសម្ដែងរបស់សិស្សទាំងអស់ពួកគេសរសើរមីដូរីយ៉ាដែលគិតផែនការនិងសហការជាមួយគ្នាជាមួយនឹងអូរ៉ារ៉ាកាបានល្អប៉ុន្តែមីដូរីយ៉ានៅតែមានបញ្ហាដ៏ធំមួយគឺការប្រើធម៌ពល One for All នៅពេលដែលគេប្រើធម៌ពលនោះនឹងបំផ្លាញរាងកាយរបស់គេចំណែកបាកូកុកវិញគេនៅតែខឹងនឹងលទ្ធផលគេជឿថាខ្លួនឯងខ្លាំងជាងមីដូរីយ៉ាគ្រប់ពេលការដែលមីដូរីយ៉ាអាចប្រឈមគ្នាជាមួយគេបានធ្វើឲ្យគេមិនសប្បាយចិត្តទាល់តែសោះបាកូកុកចាប់ផ្ដើមមានអារម្មណ៍ថាមីដូរីយ៉ាកំពុងតាមចិត្តមកដល់គេបាកូកុកចាប់ផ្ដើមមានអារម្មណ៍ថាសមត្ថភាពរបស់មីដូរីយ៉ាកំពុងមកក្បែរខ្លួនអម៉ៃបន្តមេរៀនដោយឲ្យសិស្សក្រុមផ្សេងៗប្រកួតគ្នាមីដូរីយ៉ាអង្គុយមើលនិងរៀនពីវិធីប្រើធម៌ពលរបស់មិត្តរួមថ្នាក់ម្នាក់ៗគេក៏ចំណាំចំណុចខ្លាំងនិងចំណុចខ្សោយរបស់ពួកគេដូចជាទម្លាប់ដែលគេធ្វើការនៅពីក្មេងក្នុងចំណោមសិស្សទាំងអស់មនុស្សដែលតាក់ទាញជាងគេគឺតូដូរ៉ូគីគេអាចប្រើតកដ៏ធំសម្បើមដើម្បីគ្របដណ្ដប់អគារទាំងមូលក្នុងពេលតែមួយមីដូរីយ៉ាក៏ចាប់អារម្មណ៍ដែរសិស្សជាច្រើនបានស្រឡាំងកាំងនឹងធម៌ពលរបស់គេមីដូរីយ៉ាក៏ចាប់អារម្មណ៍ដែរតូដូរ៉ូគីហាក់ដូចជាស្ថិតនៅកម្រិតខ្ពស់ជាងសិស្សធម្មតាក្រោយការប្រកួតមីដូរីយ៉ាទៅព្យាបាលរបួសដៃម្ដងទៀតនៅទីនោះគេបានជួប Recover Girl ដែលជាអ្នកព្យាបាលរបស់សាលា UA នាងប្រាប់មីដូរីយ៉ាថាបើគេបំផ្លាញរាងកាយរបស់ខ្លួនបែបនេះរបួសអាចជាបញ្ហាអចិន្ត្រៃយ៍នៅថ្ងៃមុខពាក្យនេះធ្វើឲ្យមីដូរីយ៉ាដឹងថាគេត្រូវរកវិធីដើម្បីប្រើធម៌ពល One for All ឲ្យមានប្រសិទ្ធភាពជាងមុនតូដូរ៉ូគីបានដើរមករកមីដូរីយ៉ាដោយផ្ទាល់គេក៏បាននិយាយថាគេគិតថាមីដូរីយ៉ាជាមនុស្សម្នាក់ដែលត្រូវប្រុងប្រយ័ត្នមីដូរីយ៉ាភ្ញាក់ផ្អើលមែនទែនព្រោះសិស្សដែលមានធម៌ពលខ្លាំងបំផុតម្នាក់ក្នុងថ្នាក់កំពុងទទួលស្គាល់សមត្ថភាពរបស់គេខណៈដែលមីដូរីយ៉ានិងមិត្តរួមថ្នាក់កំពុងរៀនខ្លាចជាវរៈបរោះពួកគេមិនបានដឹងឡើយថាគ្រោះថ្នាក់ពិតប្រាកដកំពុងខិតជិតមកដល់ថ្ងៃដែលវឹកហាត់ធម្មតាបានក្លាយទៅជាថ្ងៃដែលអាក្រក់បំផុតព្រោះថ្ងៃនោះពួកគេត្រូវប្រឈមជាមួយនឹងវាលៀនពិតៗជាលើកដំបូងអ៊ីសាវ៉ាសេនសេបានដឹកនាំសិស្សថ្នាក់ 1A ទៅកន្លែងវឹកហាត់ដែលមានឈ្មោះថា USJ នៅទីនោះបានបង្កើតឡើងសម្រាប់បង្រៀនវិធីសង្គ្រោះមនុស្សក្នុងគ្រោះថ្នាក់ផ្សេងៗនៅទីនោះពួកគេបានជួបវីរបុរសសង្គ្រោះដ៏ល្បីម្នាក់មានឈ្មោះថា Sertin ដែលកំពុងត្រៀមបង្រៀនមេរៀនថ្មីដល់ពួកគេខណៈមេរៀនកំពុងចាប់ផ្ដើមស្រាប់តែមានពពកខ្មៅអាថ៌កំបាំងលេចឡើងនៅកណ្ដាល USJ ដំបូងសិស្សគិតថាវាជាផ្នែកមួយនៃការវឹកហាត់ប៉ុណ្ណោះប៉ុន្តែអ៊ីសាវ៉ាសេនសេបានដឹងភ្លាមថាប្រកាសជាមានរឿងមិនល្អកើតឡើងជាមិនខាននៅក្នុងពពកខ្មៅនោះវាលៀនរាប់សិបនាក់បានបង្ហាញខ្លួនមកហើយមេដឹកនាំរបស់ពួកគេមានឈ្មោះថាតូមូរ៉ានិងគូរ៉ូជីរីតូមូរ៉ាបាននិយាយថាគោលដៅរបស់ពួកគេគឺសម្លាប់អម៉ៃសិស្សទាំងអស់បានស្រឡាំងកាំងព្រោះនេះមិនមែនជាការវឹកហាត់ទៀតទេដោយដឹងថាសិស្សរបស់ខ្លួនកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់អ៊ីសាវ៉ាសេនសេបានសម្រេចចិត្តប្រយុទ្ធតែម្នាក់ឯងគាត់លោតចូលកណ្ដាលក្រុមវាលៀនរាប់សិបនាក់ដោយគ្មានការភ័យខ្លាចដោយប្រើថាមពលរបស់គាត់ទប់ស្កាត់វាលៀនជាច្រើននាក់ក្នុងពេលតែមួយមីដូរីយ៉ានិងសិស្សផ្សេងៗភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់គ្រូរបស់ពួកគេប៉ុន្តែកូរូជីរីមានថាមពលបង្កើត Portal គេបានប្រើថាមពល Portal បំបីសិស្សថ្នាក់ 1A ទៅតំបន់ផ្សេងៗក្នុង USJ មីដូរីយ៉ាត្រូវបញ្ជូនទៅតំបន់នគរជាមួយនឹងស៊ុយនិងមីណូរូពួកគេបានធ្លាក់ក្នុងបឹងដ៏ធំមួយដែលពោពេញទៅដោយវាលៀននៅពេលធ្លាក់ចូលទៅក្នុងទឹកមីដូរីយ៉ាស្ទើរតែត្រូវវាលៀនចាប់បានប៉ុន្តែស៊ុយប្រើអណ្ដាតរបស់នាងទាញគេចេញពីគ្រោះថ្នាក់ភ្លាមៗស្ថានភាពកាន់តែអាក្រក់ព្រោះវាលៀនកំពុងនៅជុំពួកគេគ្រប់ទិសទោះបីជាស្ថិតនៅក្នុងគ្រោះថ្នាក់មីដូរីយ៉ាមិនភ័យស្លន់ស្លោទេគេចាប់ផ្ដើមវិភាគស្ថានភាពនិងរៀបចំផែនការនៃការរួចគេចខ្លួនចំណែកឯស៊ុយនិងមីណូរូក៏សម្រេចចិត្តទុកចិត្តមីដូរីយ៉ាលើគំនិតរបស់គេនេះគឺជាលើកដំបូងដែលមីដូរីយ៉ាបង្ហាញសមត្ថភាពដឹកនាំពិតប្រាកដមីដូរីយ៉ាពិភាក្សាស្ថានភាពយ៉ាងលឿនគេដឹងថាបើប្រយុទ្ធដោយផ្ទាល់
គេមិនមានឱកាសឈ្នះនោះទេដូច្នេះមីដូរីយ៉ាប្រើធម្មពល One for All លើម្រាមដៃរបស់គេមីដូរីយ៉ាវាយផ្ទាំងទឹកដោយកម្លាំងដ៏ខ្ពស់រលកទឹកដោយធំបានផ្ទុះឡើងនិងបោកវាលានទាំងអស់ឲ្យបាត់បង់ការគ្រប់គ្រងស៊ុយនិងមីណារូបានប្រើឱកាសនេះដើម្បីរត់គេចខ្លួនចេញពីតំបន់តកដោយជោគជ័យទោះបីម្រាមដៃរបស់មីដូរីយ៉ាបាក់ម្ដងទៀតក៏ដោយផែនការរបស់គេបានជួយសង្គ្រោះនិងមិត្តរួមក្រុមផ្សេងៗចំណែកអ៊ីសាវ៉ាសេនសេវិញនៅតែបន្តប្រយុទ្ធប្រឆាំងជាមួយនឹងវីលានរាប់សិបនាក់ទោះបីគាត់ជំនាញប្រយុទ្ធយ៉ាងណាក៏ដោយគាត់ប្រើធម្មពលប្រយុទ្ធយ៉ាងអស្ចារ្យបង្កើតទៅម្នាក់ហើយម្នាក់ទៀតចំនួនសត្រូវច្រើនពេករាងកាយរបស់គាត់ចាប់ផ្ដើមអស់កម្លាំងបន្តិចម្ដងតូមូរ៉ាមើលឃើញថាវីលានធម្មតាមិនអាចយកឈ្នះអ៊ីសាវ៉ាសេនសេបាននោះទេដូច្នេះគេបានបញ្ចេញសត្វចម្លែកដ៏ធំមួយសត្វនោះមានឈ្មោះថាណូមូមិនមែនជាមនុស្សធម្មតាទេវាគឺជាសត្វចម្លែកដែលត្រូវបានគេកែប្រែរាងកាយនិងបង្កើតឡើងដើម្បីប្រយុទ្ធជាមួយនឹងអម៉ៃវាមានកម្លាំងមិនធម្មតាល្បឿននិងសមត្ថភាពនិងការប្រយុទ្ធខ្ពស់តូមូរ៉ាជឿថាណូមូអាចសម្លាប់អម៉ៃបានចំណែកអ៊ីសាវ៉ាសេនសេវិញប្រើធម្មពលលុបធម្មពលលើណូមូប៉ុន្តែគាត់ភ្ញាក់ផ្អើលមែនទែនព្រោះណូមូនៅតែមានកម្លាំងរាងកាយដ៏អស្ចារ្យទោះបីជាលុបធម្មពលក៏ដោយណូមូវាយប្រហារយ៉ាងសាហាវមិនយូរប៉ុន្មានអ៊ីសាវ៉ាសេនសេរងរបួសយ៉ាងធ្ងន់មីដូរីយ៉ាស៊ុយនិងមីណារូត្រឡប់មក USJ វិញនៅទីនោះពួកគេបានឃើញសេនសេទៅរបួសយ៉ាងខ្លាំងមីដូរីយ៉ាខឹងនិងតក់ស្លុតយ៉ាងខ្លាំងប៉ុន្តែគេដឹងថាបើរត់ចូលប្រយុទ្ធដោយមិនបានគិតគេអាចនឹងត្រូវសម្លាប់ភ្លាមខណៈពេលដែលពួកគេត្រៀមនឹងបញ្ចប់ជីវិតរបស់អ៊ីសាវ៉ាសេនសេស្រាប់តែមានសម្លេងមួយបន្លឺឡើងដែលសម្លេងមួយនោះសិស្សទាំងអស់គឺស្គាល់ច្បាស់មែនទែនវាគឺជាអម៉ៃបានមកដល់ USJ ហើយនៅពេលដែលឃើញអម៉ៃមកសិស្សទាំងអស់គឺមានសង្ឃឹមឡើងវិញប៉ុន្តែវីលានទាំងអស់មិនបានភ័យខ្លាចឡើយព្រោះគេបានរៀបចំណូមូទុកជាស្រេចដើម្បីប្រយុទ្ធជាមួយនឹងអម៉ៃរួចជាស្រេចទៅហើយតែអម៉ៃអាចយកឈ្នះណូមូបានដែរទេអញ្ចឹងមានតែចាំមើលភាគក្រោយទាំងអស់គ្នាសម្រាប់រឿងមីដូរីយ៉ាភាគទី3 admin ក៏សូម term នេះសិនបើគិតថារឿងនេះល្អមើលកុំភ្លេចចុច like និង subscribe អ្នកមួយផង admin ក៏ជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អនិងរៀនពូកែយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ